ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញពីរបៀបដែលខ្ញុំស្ងោរជ្រក់ត្រីឆ្ពិនចាងាយស្រួលធ្វើទេចាអញ្ចឹងខ្ញុំមានត្រីឆ្ពិននេះយើងធ្វើស្អាតអស់ហើយយើងមានជីរណានិងស្លឹកខ្ទឹមចាយើងមានដាក់ខ្ញីរំដេងហើយនឹងនោះគឺគល់ស្លឹកគ្រៃចានេះក្រូចឆ្មាចាអញ្ចឹងទៅមើលពីរបៀបដែលខ្ញុំធ្វើទាំងអស់គ្នាចឹងជាដំបូងនេះគឺខ្ញុំដាំទឹកយើងធម្មតាហ្នឹងនៅពេលដែលទឹកពុះហើយគឺខ្ញុំបង់គល់ស្លឹកគ្រៃរំដេងហើយនឹងខ្ញីចូលណាហើយបន្ទាប់មកយើងរំងាស់បន្តិចទៅណាចាអញ្ចឹងស្ងោរជ្រក់ត្រីឆ្ពិននេះគឺខ្ញុំនឹងដាក់អង្ករបន្តិចបងប្អូនដាក់អង្ករបន្តិចចូលណាបន្តិចទៀតបានខ្ញុំដាក់ឥឡូវយើងរំងាស់បន្តិចសិនណាចាឥឡូវនេះគឺខ្ញុំដាក់អង្ករចូលហើយអង្ករហ្នឹងគឺម៉ាក់ខ្ញុំគាត់ប្រាប់ឲ្យដាក់អង្ករតិចទៅអញ្ចឹងណាឥឡូវខ្ញុំដាក់អង្ករហើយយើងរំងាស់បន្តិចទៅណាចាហើយបន្តមកទៀតគឺខ្ញុំដាក់ទឹកត្រីចូលរួចរាល់ហើយបន្ទាប់មកខ្ញុំនឹងដាក់ត្រីចូលទៅដែរត្រីឆ្ពិនគឺរៀងឆ្អឹងបន្តិចបងប្អូនមានឆ្អឹងច្រើនបន្តិចប៉ុន្តែឆ្ងាញ់ឥឡូវខ្ញុំដាក់ត្រីនឹងចូលហើយយើងប្រើត្រីមាន2ក្បាលអញ្ចឹងយើងលាងស្អាតកាប់ពី2កង់អញ្ចឹងទៅអញ្ចឹងបន្តមកខ្ញុំទុកមួយសន្ទុះសិនចាអញ្ចឹងជាបន្តទៀតខ្ញុំដាក់ម្សៅស៊ុបចូលហើយនេះគឺដាក់ស្ករសចូលទៅដែរបន្ទាប់មកខ្ញុំមានកូរតិចទៅឲ្យវាចូលជាតិគ្នាល្អចាអញ្ចឹងក្នុងការធ្វើជ្រក់ត្រីនេះឥឡូវនេះដល់ពេលដែលខ្ញុំត្រូវទុករំងាស់មួយសន្ទុះបងប្អូនចាហើយបន្ទាប់មកទៀតបានខ្ញុំដាក់ជ្រក់នឹងហ្មងជ្រក់នឹងគឺក្រូចឆ្មាខ្ញុំជ្រក់ចូលក្នុងឆ្នាំងនឹងហ្មងណាចាហើយបានដាក់ជីហើយនឹងស្លឹកខ្ទឹមហើយរួចរាល់ចាឥឡូវនេះគឺខ្ញុំឃើញមានរឿងពពុះឬទូចហ្នឹងអញ្ចឹងខ្ញុំដួសពពុះនឹងចោលសិនអញ្ចឹងមានពពុះអីចឹងខ្ញុំដួសចោលហើយចាឥឡូវខ្ញុំបន្តទុករំងាស់ហើយឥឡូវវាចាប់ផ្ដើមពុះហើយអង្គយើងក៏ចាប់ផ្ដើមរៀងតិចដែរចាដោយសារមើលទៅដូចរៀងអត់ឃើញមានពណ៌សោះអញ្ចឹងខ្ញុំដាក់ពណ៌នេះចូលបងប្អូនដាក់ម្ទេសយើងដាក់ម្ទេស3ផ្លែនឹងចូលដល់វាមានពណ៌ក្រហមអីតិចទៅណាយកពណ៌ហើយម្ទេសនឹងមែនតើវាជួយកាត់ឆ្អាបដែរកាត់ឆ្អាបត្រីហ្នឹងណាឥឡូវខ្ញុំដាក់ជ្រក់ចូលគឺដាក់ច្បាច់ក្រូចឆ្មាដាក់ចូលក្នុងឆ្នាំងហ្នឹងហ្មងបងប្អូនបើសិនជាបងប្អូនដួសដាក់ចានស្លហ្នឹងដួសដាក់ចានហើយចាំដាក់ជ្រក់ផ្សេងនៅក្នុងចានក៏បានដែរប៉ុន្តែខ្ញុំដាក់ជ្រក់ក្នុងឆ្នាំងហ្នឹងហ្មងណាអញ្ចឹងខ្ញុំច្បាច់ក្រូចឆ្មាចូលហើយមិញហ្នឹងហើយបន្តមកបងប្អូនខ្ញុំដួសពពុះនេះចេញទៀតណាហើយយើងភ្លក់បងប្អូនយើងសាកភ្លក់ស្លហ្នឹងមើលទៅបើត្រូវការថែមគ្រឿងក្រៅអីយើងថែមទៅតាមរសជាតិដែលយើងចង់បានទៅណាឥឡូវនេះគឺខ្ញុំដាក់ជីចូលទៅហើយដាក់ស្លឹកខ្ទឹមទៅដែរហើយខ្ញុំច្បាច់ក្រូចឆ្មាថែមទៀតវាស្ទើរជូរចាប៉ុណ្ណឹងបងប្អូនស្ងោរជ្រក់ត្រីឆ្ពិនស្រួលធ្វើចាអញ្ចឹងមានតែប៉ុណ្្នឹងឯងបងប្អូនរបៀបដែលខ្ញុំស្ងោរជ្រក់ត្រីឆ្ពិនចាខ្ញុំលាបងប្អូនត្រឹមប៉ុណ្ណេះសិនហើយជួបគ្នានៅវីដេអូជាបន្តទៀតចាបើសិនជាមានការខុសឆ្គងត្រង់ណាសូមអភ័យទោសឲ្យផងចាអរគុណច្រើន